ចោះដោះក្អែហើយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំបានចោះទៅអប់រំណែនាំអាជីវករដែលបានដាក់តាំងលក់អាវយឺតដែលមានរំលេចខ្លឹមសារមិនសមរម្យតាមរយៈបណ្ដាញសង្គម Facebook របស់ក្រសួងវប្បធម៌នៅថ្ងៃទី27ខែសីហាឆ្នាំ2026ថាក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំសហការជាមួយរដ្ឋបាលស្រុកប្រាសាទសម្បូរបានចុះទៅដោះក្អែអាជីវករដែលបានដាក់តាំងលក់អាវយឺតដែលមានរំលេចខ្លឹមសារមិនសមរម្យអសុរោះប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានពិនិត្យឃើញមានការដាក់តាំងលក់អាវយឺតដែលមានសារនិងរូបភាពអសិលធម៌ទាំងនេះនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសម្បូរនៅក្នុងឱកាសចុះអនុវត្តការងារនោះក្រុមការងារជំនាញបានធ្វើការអប់រំណែនាំនិងតម្រូវឲ្យអាជីវករពាក់ព័ន្ធធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញនិងលក់ដូរសម្លៀកបំពាក់ដែលមានរំលេចនៅខ្លឹមសារក្រតក្រៀតមិនសមរម្យអសុរោះទាំងនេះដែលជាទង្វើអសិលធម៌នៅក្នុងសង្គមនោះជាបន្ទាន់អាជ្ញាធរបានគូបញ្ជាក់ផងដែរថាការផលិតឬការចែកចាយសម្លៀកបំពាក់ដែលមានពាក្យពេចន៍ក្រតក្រៀតនិងអសុរោះបែបនេះគឺជាទង្វើផ្ទុយពីសីលធម៌សង្គមនិងអាចជះឥទ្ធិពលមិនល្អដល់កុមារនិងយុវជនមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំក៏បានអំពាវនាវដល់អាជីវករទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ននិងចូលរួមសហការក្នុងការជ្រើសរើសទំនិញមកលក់ដូរដោយត្រូវគិតគូរពីតម្លៃវប្បធម៌និងសីលធម៌សង្គមជាធំ